សូមជូននាទីរឿងនិទានខ្លីៗបែបអប់រំកាលពីព្រេងនាយមានមនុស្សកំសត់ម្នាក់រស់នៅជាមួយប្រពន្ធដោយជីវភាពដុនដាបរកព្រឹកខ្វះល្ងាចរៀងរាល់ពេលបាយមនុស្សកំសត់និងប្រពន្ធតែងនាំគ្នាហិតក្លិនឈ្ងុយដែលរសាត់ចេញពីម្ហូបអាហារផ្ទះរបស់សេដ្ឋីមិនដែលខានឡើយក្លិនក្រមកដល់ម៉ែអើយអង្គុយចាំមួយថ្ងៃហើយបាយដល់ហើយអូក្លិនមកដល់ហើយតាលឿនឡើងនាងអើយក្លិនណាមកដល់ហើយលឿនជួយណាចាអ្នកហើយថ្ងៃនេះយើងបានម្ហូបអីអ្នកអូចាំផ្លេតខ្ញុំស្រង់ក្លិនម្ដងទៀតមើលអូគឺមានត្រីអាំងស្វាយខ្ចីសម្លកកូរហើយនឹងអាមុកត្រីរ៉ស់ហើយនៅមានច្រើនទៀតនឹងអើយខ្ញុំមករាប់មិនអស់ទេអូយម្ហូបឆ្ងាញ់ណាស់អ្នកអើយហូបទៅណាខ្ញុំដួសឲ្យហ៎នេះនាងក៏សម្លកកូរចុះហើយទៅឲ្យខ្ញុំត្រីអាំងចាអរគុណអ្នកនៅពេលដែលខ្យល់បក់មកពីទិសខាងលិចមនុស្សកំសត់និងប្រពន្ធមកសង់ខ្ទមនៅខាងកើតផ្ទះសេដ្ឋីបើខ្យល់បក់មកពីទិសខាងកើតមនុស្សកំសត់និងប្រពន្ធមកសង់ខ្ទមនៅខាងលិចផ្ទះសេដ្ឋីបើខ្យល់បក់មកពីទិសខាងជើងមនុស្សកំសត់និងប្រពន្ធមកសង់ខ្ទមនៅខាងត្បូងផ្ទះសេដ្ឋីបើខ្យល់បក់មកពីទិសខាងត្បូងមនុស្សកំសត់និងប្រពន្ធមកសង់ខ្ទមនៅខាងជើងផ្ទះសេដ្ឋីមិនដែលខានឡើយចំណេរក្រោយមករឿងដែលមនុស្សកំសត់បរិភោគអាហារដោយសារហិតក្លិនម្ហូបសេដ្ឋីនេះក៏ដឹងទៅដល់សេដ្ឋីក៏មករករឿងចៅមនុស្សកំសត់ណែចៅមីនុបបានម្ហូបអីហូបបាយថ្ងៃហ្នឹងព្រះបាទលោកម្ចាស់គឺសម្លប្រហើរទៅពាំងយើចៅមីនុបថ្លាមធំហ៊ានលួចម្ហូបយើងស៊ីផងហ៎យើងត្រូវតែប្តឹងចៅឯងឲ្យសងប្រាក់ហើយទេលោកសេដ្ឋីកុំប្តឹងខ្ញុំអីគឺខ្ញុំមិនលួចម្ហូបលោកសេដ្ឋីទេគឺខ្ញុំគ្រាន់តែហិតក្លិនតាហិតនឹងហើយលួចចៅឯងត្រូវតែសងប្រាក់យើងបើមិនដូច្នេះទេយើងនឹងប្តឹងចៅឯងដាក់គុកហើយណាដោយគ្មានប្រាក់សងសេដ្ឋីក៏ប្តឹងចៅមីនុបកំសត់ហើយចៅក្រមក៏កាត់ក្តីឲ្យសេដ្ឋីឈ្នះដោយខ្លាចអំណាចសេដ្ឋីរឿងនេះក៏បានជ្រាបដល់ព្រះមហាក្សត្រព្រះរាជាក៏បានត្រាស់ហៅចៅមីនុបកំសត់និងសេដ្ឋីមកចូលគាល់ណែចៅមីនុបកំសត់តើចៅពិតជាបានលួចហិតម្ហូបលោកសេដ្ឋីដោយដែលលោកសេដ្ឋីប្តឹងមែនទេក្រាបទូលព្រះអង្គពិតជាបានហិតមែនបើអញ្ចឹងចៅឯងមានប្រាក់សងគេទេគឺទូបង្គំគ្មានទេព្រះអង្គបើអញ្ចឹងយើងសងជំនួសចោះមិនចោះលោកសេដ្ឋីព្រមទេក្រាបទូលតាមតាព្រះរាជតម្រាស់ទេព្រះអង្គហើយទាំងអស់5កហបណៈតែពីមុនណាលោកសេដ្ឋីទាតែ3កហបណៈអន្តាឯងកុំចេះគឺយើងបោកទាំងថ្លៃធ្វើដំណើរមកប្តឹងនៅទីនេះទើបឡើងដល់5កហបណៈ5ក៏5ទៅចោះណែលោកអាមាត្យលោកទៅយកប្រាក់មកជូនលោកសេដ្ឋីទៅណាករណាថ្លៃពិសេសលោកសេដ្ឋីរាប់ផងក្រែងលោកខ្វះ1 2 3 4 5គ្រប់នៅលោកសេដ្ឋីគ្រប់ហើយព្រះអង្គបើគ្រប់ហើយលោកសេដ្ឋីទៅវិញចុះព្រោះយើងសងរួចហើយតែទូបង្គំមិនទាន់បានទទួលប្រាក់ណាព្រះអង្គលោកសេដ្ឋីមិនអាចទទួលប្រាក់បានទេចៅមនុស្សកំសត់បានត្រឹមតែហិតក្លិនម្ហូបលោកសេដ្ឋីតែប៉ុណ្ណោះមិនបានហូបឯណាដូច្នេះយើងសងប្រាក់ត្រឹមតែសម្លេងបានហើយម៉េចលោកសេដ្ឋី
យើងកាត់សេចក្តីនេះព្រមទេ ទូលបង្គំទូលបង្គំយល់ព្រមឲ្យក្រាបទូល ឯចៅមាននុបកំសត់ចៅឯងមិនត្រូវរស់ដោយពឹងលើក្លិនម្ហូបគេទេយើងត្រូវរស់ដោយពឹងលើខ្លួនឯងទើបប្រសើរម៉េចចៅឯងយល់ទេ ទូលបង្គំយល់ហើយព្រះអង្គ ចាប់ពីថ្ងៃនោះមកបុរសកំសត់និងប្រពន្ធក៏ប្រឹងប្រែងធ្វើការរស់នៅដោយខ្លួនឯងឈប់ពឹងលើក្លិនឈ្ងុយម្ហូបសេដ្ឋីទៀត សូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នក